មកជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពីភពលោកជាទីគោរពរាប់អានថ្ងៃនេះ18មីនា1970ជាខួបទី47នៃថ្ងៃបដិវត្តន៍របស់ខ្មែរយើងដែលមានបងប្អូនមួយចំនួនត្រូវបង្ខំចិត្តបោះបង់របបរាជានិយមជ្រើសយករបបសាធារណរដ្ឋមកជំនួសវិញបាទលោកប្រធានអោកសឿមបានរៀបរៀងការផ្សាយពិសេសមួយរៀបរាប់អំពីដំណើរដើមតោងនៃការផ្លាស់ប្ដូររបបគ្រប់គ្រងនៅកម្ពុជាដែលលោកចាត់ទុកថាជាព្រឹត្តិការណ៍ក្រឡាប់ចាក់ជាលើកទី1នៅក្នុងប្រវត្តិសាស្ត្រខ្មែររយៈពេលជាង 1000 ឆ្នាំកន្លងមកបាទលោកអ្នកនាងបានស្ដាប់កម្មវិធីពិសេសរបស់លោកអោកសឿមហើយច្បាស់ជានឹងបានយល់ពីសារៈសំខាន់នៃទិវា18មីនា1970គឺនៅថ្ងៃ18មីនានោះខ្ញុំអាយុបាន23ឆ្នាំចាត់ថាកំពុងស្ទាវបាទពេញកំឡោះខ្លាំងនឹងទេដែរតែគួរក្បាលគ្មានការចងចាំអ្វីទេគឺនៅចាំបានស្រពេចស្រពិលតែប៉ុណ្ណោះខ្ញុំកាលនោះរៀននៅសាលារចនានៅមហាវិទ្យាល័យបុរាណវិទ្យាមិនសូវចេះដឹងអីប៉ុន្មានឡើយព្រោះគិតតែពីចង់រត់ចោលស្រុកបាទនេះជំរាបមែនទែនដោយជីវភាពរស់នៅរបស់ខ្ញុំពេលនោះចាត់ទុកថាយ៉ាប់យ៉ឺនវាទ្រាំមកយូរហើយស្ទើរតែទ្រាំលេងបានបាទខ្ញុំនៅភ្នំពេញក៏ស្រាក់ប្រាក់គ្នាជាមួយនឹងមិត្តរួមថ្នាក់ជួលផ្ទះគេរស់នៅអណ្ដែតប្រសាទបាទពីសង្កាត់មួយទៅសង្កាត់មួយក្នុងមិនប៉ុន្មានឆ្នាំដែលខ្ញុំទៅរៀននៅភ្នំពេញខ្ញុំដើរតត្រុកបដូរផ្ទះពីទីនេះទៅទីនោះម្ដងនៅឃ្លាំងម៉ាសេវម្ដងនៅពេទ្យរុស្ស៊ីជាប់នឹងបឹងតពុនរួចហើយក៏ទៅបឹងកេងកងក្បែរមេភ្លើងរួចហើយនៅម្ដុំដីក្រហមពេទ្យចិនរួចក៏ដូរទៅនៅក្បែរបនស្រីខូចនៅគៀនវត្តលង្កាបាទនេះមិនប្រហែលឆ្នាំផងដូចជា 3-4 ឆ្នាំប៉ុណ្ណឹងខ្ញុំទៅរៀនបានមិនប្រហែលហើយនៅថ្ងៃទី11មីនាឆ្នាំ1970ខ្ញុំនិងមិត្តរួមថ្នាក់ក៏ត្រូវគេគៀបាទនៅឯមហាវិទ្យាល័យគេគៀឲ្យទៅរួមបាតុកម្មប្រឆាំងនឹងយួនវៀតកុងវៀតណាមខាងជើងខ្ញុំមិនបានចូលរួមការសម្រុកចូលទៅវាយបំផ្លិចបំផ្លាញការិយាល័យនិងដុតឯកសារនៅក្នុងស្ថានទូតយួនទាំងពីរនោះទេតែខ្ញុំចាំបានថាឈោមមើលគេសម្រុកចូលទៅក្នុងស្ថានទូតពីចម្ងាយជាមួយនឹងពួកម៉ាក់ខ្ញុំគឺលោកប៊ូហូនដែលស្លាប់ទៅហើយនៅក្នុងសម័យខ្មែរក្រហមបាទខ្ញុំចាំមិនបានទេថាក្រោយមកយើងទៅណាតទៅទៀតឆ្នាំ1970គឺជាឆ្នាំចុងក្រោយហើយដែលខ្ញុំរស់នៅលើទឹកដីមាតាកម្ពុជាបាទក្រោយត្រូវសមាគមនិស្សិតនៅសាលាគេបណ្ដេញចេញគេបោះឆ្នោតដេញចេញហើយក៏ព្យាយាមដើរវល់ជួបលន់នល់ទៅជួបសិរិមតៈទៅជួបច័ន្ទសខុមសូមឲ្យអនុញ្ញាតឲ្យត្រឡប់ទៅចូលរៀនវិញតែគេមិនព្រមគេថាជារឿងផ្ទៃក្នុងពួកនិស្សិតយើងវាឆ្លើយបានជាពួកនិស្សិតនឹងគេបោះឆ្នោតបណ្ដេញបាទរឿងវាក៏ចប់ទៅហើយមែនទេនោះប៉ុន្តែពួកនឹងចិត្តអាក្រក់ណាស់បាទគេយកទៅរួចខ្លួនខ្ញុំត្រូវគេបណ្ដេញចេញពីសាលានឹងមកខ្ញុំក៏ព្យាយាមទៅចូលធ្វើទាហានបាទព្រោះមិនដឹងនៅធ្វើអីទៀតក៏ដាក់ពាក្យសុំចូលទៅប្រឡងធ្វើពីឡុតប្រឡងធ្វើម៉ារីនប្រឡងធ្វើអាំងហ្វង់ទ្រីគេអត់យកទាំងអស់គេថាជាម៉ោះវាយបាទខ្ញុំជម្រាបច្រើនដងហើយរឿងនេះចាត់ទុកថាជាសំណាងរបស់ខ្ញុំដែរដែលជាម៉ោះវាយហ្នឹងគេមិនយកទៅទាហានបាទនឹងវាជាម៉ោះវាយត្រង់ណាខ្ញុំឃើញត្រង់ភ្លឹងដែរយ៉ាងណាក៏ដោយនៅទីបំផុតក្រោយដែលខ្មែរហើយនឹងសៀមស្ថាបនាចំណងការទូតឡើងវិញដូចជាត្រូវលន់នន់វាឲ្យកិញ្ញវាតាមចាត់តាមអីហ្នឹងខ្ញុំនឹងមិត្តប្រមាណអ្នកដែលត្រូវគេដេញចេញមែនទែនមិនមែនតែខ្ញុំម្នាក់ឯងទេមាន 2-3 នាក់គេថាយើងហ្នឹងពួកឆ្វេងនិយម
ពួកយាកុងពួកយួនឬក៏ពួកសៀនុគីសយើងរត់បាទម្នាក់រត់ទៅតកែវទៅខ្ញុំរត់ទៅបាត់ដំបងហើយក៏ឆ្លងដែនទៅសុកសៀមលួចប៉ាសពតឆ្លុះឆ្លងជ័យដែនទៅខ្ញុំចាំបានថានៅឆ្នាំ1970មែនទែនតាំងពី1969មកគឺពេលយប់យើងសម្លឹងទៅទិសខាងកើតបាទមើលហួសពីអរិយខ្សាត់ទៅឃើញមេឃភ្លឺហើយក៏ឮតែសំឡេងក្រាប់បែកផ្ទុះដូចផ្គរលន់ពីចម្ងាយដីរញ្ជួយគឺអាមេរិកកាំងទម្លាក់ក្រាប់បែកគេចាប់ផ្ដើមទម្លាក់តាំងពីថ្ងៃទី18មីនាឆ្នាំ1969រហូតមកដល់ថ្ងៃទី26ឧសភា1970បាទទើបចប់អ្វីដែលគេហៅថាប្រតិបត្តិការបញ្ជីមុខម្ហូបគឺ Operation Minu បាទចាប់ Operation Minu នឹងទៅក៏នៅមានទម្លាក់តទៅទៀតគេហៅស្អីផ្សេងទៅទៀតបាទមិនចេះចាប់ទេតែละឆ្នាំប្រមាណចិត្តប្រមាណនោះបានចាប់មែនទែនបាទខ្ញុំគិតថាថ្ងៃនេះនឹងមិននិយាយស្អីច្រើនទេព្រោះក្នុងកម្មវិធីផ្សាយរបស់យើងមានសេចក្តីរាយការណ៍ពិសេសនឹងຕົកមូលຕົកជ្រុងនឹងក៏ច្រើនគោកទៅហើយតែខ្ញុំបានប្រទះឃើញលំដាប់ពេលនៃព្រឹត្តិការណ៍ផ្សេងដែលកើតឡើងកាលពីឆ្នាំ1970ដូច្នេះខ្ញុំសូមលើកយកមកជម្រាបខ្លះក្រែងលោកអ្នកនាងអាចនៅចាំបាននៅមានអនុស្សាវរីយ៍ពីអតីតកាលបានខ្លះបាទបដិវត្តន៍ខ្មែរខ្ញុំហៅការផ្លាស់ប្ដូររបបថាបដិវត្តន៍ព្រោះវាជាការផ្លាស់ប្ដូររបបនៅស្រុកខ្មែរចាប់ផ្ដើមឡើងដោយមិនមានការត្រៀមទុកជាមុនបាទមើលទៅដូចជាមិនបានត្រៀមទុកជាមុនទេមិនបានច្បាស់លាស់វាហាក់ដូចជាបានคล้ายទៅជាចរិតខ្មែរយើងមួយយ៉ាងទៀតទៅហើយគឺយើងមិនសូវជារវីរវល់ពីការធ្វើប្លង់ឬក៏មានផែនការគិតគូរសម្រាប់អនាគតយើងមិនសូវមានពេលគិតបាទអញ្ចឹងទៅបើកើតមានការផ្លាស់ប្ដូរនឹងឡើងនៅឆ្នាំ1970គឺចាប់ផ្ដើមនៅថ្ងៃទី7មករាពេលដែលសម្ដេចសៀនុនិងអ្នកមនាងមុនិចអមដំណើរដោយសម្ដេចប៉ែននុតហើយនិងភរិយាបានយាងនឹងអញ្ជើញធ្វើដំណើរទៅក្រុងរីវីរ៉ាប្រទេសបារាំងដើម្បីសម្រាកព្យាបាលព្រះកាយទាំងដែលស្ដេចសៀនុក៏ពុំមានអាពាធពីជំងឺអ្វីនោះទេក្រៅពីត្រង់សោយកាវីយ៉ាហើយនិង foie gras បាទលោកចូលចិត្ត foie gras ថ្លើមកងានបាទ foie gras នឹងច្រើនពេកចុកឈាមនៅថ្ងៃទី5កុម្ភៈទាហានខ្មែរបានរឹបអូសនាវាយាមល្បាតរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងនៅលើទន្លេមេគង្គហើយនៅថ្ងៃ11កុម្ភៈយន្តហោះអាមេរិកបានវាយប្រហារទៅលើទីតាំងកំភ្លើងការពារអាកាសនៅក្នុងទឹកដីកម្ពុជាជាការឆ្លើយតបជាប្រតិកម្មទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាមេរិកមួយគ្រឿងនៅថ្ងៃទី8 9ខែមីនារដ្ឋាភិបាលលោកលន់នល់ក៏បានបញ្ជាឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងយួនកុម្មុយនីសឬកុម្មុយនីសយួននៅក្នុងខេត្តស្វាយរៀងនិងព្រៃវែងបាទហើយនៅថ្ងៃទី11ខែមីនាដោយដែលខ្ញុំបានជម្រាបមុននេះបន្តិចក៏មានពលរដ្ឋជាពិសេសពួកសិស្សនិស្សិតប្រមាណជា 20,000 នាក់បានធ្វើបាតុកម្មប្រឆាំងវត្តមានកុម្មុយនីសយួននៅក្នុងទឹកដីកម្ពុជាហើយការនេះក៏រៀលដាលคล้ายទៅជាការប្លន់បំផ្លិចបំផ្លាញស្ថានទូតយួនខាងជើងនិងយួនយាកុងនៅភ្នំពេញនៅថ្ងៃទី12មីនារដ្ឋាភិបាលកម្ពុជាបានលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងពួកកុម្មុយនីសយួនហើយបញ្ជាឲ្យពួកអស់នេះដកខ្លួនចេញឲ្យអស់ពីទីជំរកសុវត្ថិភាពទាំងអស់ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាក្នុងរយៈពេលតែ3ថ្ងៃគឺឲ្យពេល3ថ្ងៃឲ្យដកចេញឲ្យអស់
កិច្ចព្រមព្រៀងដែលស្ដេចសៀនុបានធ្វើជាមួយនឹងយួនបានអនុញ្ញាតឲ្យពួកកុម្មុយនីសយួនប្រើប្រាស់កំពង់ផែកំពង់សោមហើយនឹងទិញភស្តុភារផ្សេងបាទដូចជាថ្នាំសង្កូវក្របស្អីហ្នឹងនៅក្នុងប្រទេសកម្ពុជាបានឥឡូវលុបចោលហើយកិច្ចព្រមព្រៀងហ្នឹងហើយនៅថ្ងៃទី13មីនាសម្ដេចសៀនុទ្រង់ក៏យាងចេញពីក្រុងប៉ារីទៅកាន់ក្រុងមូស្គូនៅថ្ងៃទី14មីនានាវាដឹកទំនិញរបស់អាមេរិកឈ្មោះ Columbia Eagle បានត្រូវយានិកប្រដាប់អាវុធ2នាក់ប្លន់ជំរត់នៅក្នុងឈូងសមុទ្រសៀមហើយក៏បង្ខំឲ្យបើកបរចូលមកកម្ពុជាលោកនាយករដ្ឋមន្ត្រីលន់ នល់ក៏បានថ្លែងថារដ្ឋាភិបាលរបស់លោកនឹងមិនប្រគល់កប៉ាល់ដែលត្រូវប្លន់មកនោះឲ្យទៅអាមេរិកវិញឡើយតែ Columbia Eagle នេះក្រោយមកនៅក្នុងរបបសាធារណរដ្ឋខ្មែរក៏បានប្រគល់ទៅឲ្យសហរដ្ឋអាមេរិកវិញបាទនៅថ្ងៃទី15មីនា1970លោកឧត្តមសេនីយ៍លន់ នល់បានធ្វើការវាយប្រហារទៅលើពួកកុម្មុយនីសយួននៅកម្ពុជាបន្ទាប់ពីយួនមានអើពើនឹងអវសានវិទ្យរបស់លោក Ultimatum បាទអវសានវិទ្យរបស់លោកហើយប្រតិបត្តិការសឹកលើកនោះបានទទួលការគាំទ្រពីកងកំភ្លើងធំរបស់យួនខាងត្បូងពីត្រើយម្ខាងទៀតនៃព្រំដែនបន្ទាប់ពីខាងរដ្ឋាភិបាលខ្មែរបានស្នើសុំឲ្យគេជួយបានហើយនៅថ្ងៃទី16មីនាមន្ត្រីខ្មែរវៀតកុងហើយនិងវៀតណាមខាងជើងក៏បានជួបប្រជុំគ្នានៅឯភ្នំពេញដើម្បីពិភាក្សាពីសំណើទាមទាររបស់លោកលន់ នល់កាលពីថ្ងៃទី12មីនាក៏ប៉ុន្តែជំនួបនេះមិនបានទទួលលទ្ធផលអ្វីទេព្រោះកុម្មុយនីសយួនទាំងវៀតកុងទាំងហាណូយបានបដិសេធមិនព្រមដកចេញពីទឹកដីខ្មែរមុខក្រាស់បាទពួកវាមុខក្រាស់នៅថ្ងៃស្អែកឡើងគឺថ្ងៃ17មីនារដ្ឋមន្ត្រី2នាក់ដែលស្វាមីភក្តិចំពោះស្ដេចសៀនុបានព្យាយាមបញ្ជាឲ្យប៉ូលីសចាប់លោកលន់ នល់តែក៏ត្រូវខាងយោធាចាប់ឃុំឃាំងជាមួយនឹងពួកសៀហនុនិយមមួយចំនួនទៀតជាប់គុកនៅថ្ងៃទី17មីនានេះលោកលន់ នល់ក៏បានប្រកាសដាក់កងទ័ពក្នុងភាពមានអាសន្នបាទឲ្យប្រុងប្រយ័ត្នalertព្រមទាំងឲ្យបិទពលានយន្តហោះពង្រាយទាហាននិងរថពាសដែកនៅជុំវិញក្រសួងនានាស្ថានីយវិទ្យុហើយនិងមន្ទីររដ្ឋសភារួចហើយនៅថ្ងៃទី18មីនា1970ដែលជាថ្ងៃប្រវត្តិសាស្ត្ររបស់ខ្មែរសភាទាំងពីរក៏បានធ្វើកិច្ចប្រជុំវិសាមញ្ញតាមសំណើរបស់រដ្ឋាភិបាលហើយក៏បានបោះឆ្នោតជាឯកច្ឆន្ទដកសេចក្តីទុកចិត្តពីស្ដេចសៀនុក្នុងឋានៈជាប្រមុខរដ្ឋនៅក្នុងកិច្ចជជែកពិភាក្សានៃអង្គប្រជុំលើកនោះសមាជិកសភាបានចោទស្ដេចសៀនុថាបានអនុញ្ញាតឲ្យទាហានយួនខាងជើងនិងវៀតកុងកាន់កាប់និងសាងសង់ជំរកសុវត្ថិភាពដោយខុសច្បាប់នៅលើទឹកដីកម្ពុជាដែលចាត់ទុកថាជាការរំលោភបំពានទៅលើអព្យាក្រឹតភាពរបស់ប្រទេសនេះដោយដែលបានកំណត់ឲ្យដោយសន្និសីទក្រុងហ្សឺណែវឆ្នាំ1954បាទតើនេះគឺជាការធ្វើរដ្ឋប្រហារដោយដែលអ្នកខ្លះគេចោទដែរឬទេមិនមានការប្រើអាវុធតែមានទាហានមានរថក្រោះនៅប៉ាត់ជុំវិញស្ថាប័នផ្សេងៗបាទខ្ញុំគិតថានេះគឺជារដ្ឋប្រហារព្រមតែជារដ្ឋប្រហារអត់មានសម្រក់ឈាម bloodless coup យកទាហានចេញមកពេញថ្នល់ទៅហើយថាមិនមែនរដ្ឋប្រហារខ្ញុំថានិយាយខុសបាទតែអ្នកណាចង់ថាអីក៏ថាទៅចុះរឿងវាបានកន្លងផុតទៅហើយបាទជិតកន្លះសតវត្សទៅហើយនៅថ្ងៃទី19មីនាគឺមួយថ្ងៃបន្ទាប់មកស្ដេចសៀនុក៏បានអំពាវនាវទៅកាន់ប្រជារាស្ត្រខ្មែរឲ្យគាំទ្រព្រះអង្គក្នុងការយាងត្រឡប់មកកាន់អំណាចឡើងវិញហើយឲ្យបង្កើតរណសេរនយោបាយរួបរวมជាតិព្រមទាំងកងទ័ពរំដោះមួយឡើងខាងសហរដ្ឋអាមេរិកក៏បានថ្លែងថាស្ដេចសៀនុបានត្រូវដកហូតពីតំណែងត្រឹមត្រូវតាមច្បាប់ហើយដូច្នេះគ្មានបញ្ហាពាក់ព័ន្ធនឹងការទទួលស្គាល់រដ្ឋាភិបាលថ្មីនោះឡើយ
នៅថ្ងៃនោះរដ្ឋសភាក៏បានបោះឆ្នោតយ៉ាងច្រើនលើសលប់ដល់អំណាចពេញទីដល់លោកនាយករដ្ឋមន្ត្រីលន់ នល់ ហើយបានប្រកាសភាពអាសន្នព្រមទាំងព្យួរមាត្រាចំនួន4របស់រដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យរដ្ឋាភិបាលធ្វើការចាប់ចងបានតាមទំនើងចិត្តនិងហាមមិនឲ្យជួបប្រជុំគ្នាជាសាធារណៈលោកលន់ នល់ បានធានាប្រាប់រដ្ឋាភិបាលបរទេសថានឹងមិនមានការផ្លាស់ប្ដូរណាទាំងអស់ក្នុងនយោបាយកម្ពុជានៅថ្ងៃទី20 មីនា 1970 សហរដ្ឋអាមេរិកកម្ពុជានិងយួនខាងត្បូងបានចាប់ដៃគ្នាធ្វើសកម្មភាពយោធាដំបូងបង្អស់ឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកកុម្មុយនីសយួនសភាកម្ពុជាក៏បានបោះឆ្នោតឲ្យចាប់ស្ដេចសៀមនុនិងចោទព្រះអង្គពីអំពើក្បត់ជាតិបើព្រះអង្គយាងត្រឡប់មកកម្ពុជាវិញជាការបិទផ្លូវមិនឲ្យស្ដេចយាងត្រឡប់មកវិញបាទថ្ងៃទី20គឺ2ថ្ងៃក្រោយ18 មីនានៅថ្ងៃទី20 មីនានេះដែរក៏មានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធកំទេចដោយអាវុធនៅរាល់សកម្មភាពដែលស្ដេចសៀមនុអាចនឹងគ្រោងធ្វើហើយក៏បញ្ជាក់ថាស្ដេចសៀមនុលែងជាអគ្គមេបញ្ជាការកងទ័ពជាតិទៀតហើយព្រមទាំងអះអាងថាភារកិច្ចទាំងនេះបានធ្លាក់ទៅក្នុងបន្ទុករបស់លោកជេងហេងដែលជាប្រមុខរដ្ឋស្ដីទីនៅក្នុងសេចក្តីថ្លែងជាសាធារណៈលើកដំបូងរបស់ព្រះអង្គស្ដេចសៀមនុបានប្រកាសថាការផ្ដួលរំលំព្រះអង្គលើនេះធ្វើឡើងដោយខុសច្បាប់ពេញទីហើយនៅថ្ងៃទី21 មីនាលោកជេងហេងក៏បានឡើងកាន់តំណែងជាប្រមុខរដ្ឋពេញទីនៅថ្ងៃទី22 មីនាស្ដេចសៀមនុបានជួបនឹងជូអេនឡៃនាយករដ្ឋមន្ត្រីចិននៅឯក្រុងប៉េកាំងហើយលោកជូអេនឡៃក៏បានបញ្ជោព្រះអង្គថាប្រជាពលរដ្ឋខ្មែរក្រោយបានឮសេចក្តីអំពាវនាវរបស់ព្រះអង្គហើយច្បាស់ជានឹងគាំទ្រព្រះអង្គពេញទីដរាបណាព្រះអង្គយល់ព្រមតស៊ូដល់ទីបំផុតប្រទេសចិនក៏បដិញ្ញាថានឹងគាំទ្រព្រះអង្គរហូតដល់ទ្រង់អាចយាងព្រះរាជនិវត្តន៍ប្រកបដោយមហាជោគជ័យស្ដេចសៀមនុក៏បានតបទៅវិញថាជាមួយនឹងការគាំទ្ររបស់ប្រទេសចិនព្រះអង្គនឹងក្រាញតស៊ូមិនថាយូរប៉ុណ្ណាឡើយហើយនឹងមិនថាត្រូវជំនះលើក្តីលំបាកច្រើនយ៉ាងណាដែរព្រះអង្គនឹងមិនព្រមចុះចាញ់ជាដាច់ខាតនៅថ្ងៃទី23 មីនាស្ដេចសៀមនុបានប្រកាសបង្កើតរណសិរ្សរួបរวมជាតិកម្ពុជាហៅកាត់ថាហ្វុងដោយចាប់ដៃជាមួយនឹងអតីតសត្រូវរបស់ខ្លួនគឺពួកខ្មែរក្រហមដើម្បីធ្វើការប្រឆាំងនឹងរដ្ឋាភិបាលលោកលន់ នល់ បាទកាលបរិច្ឆេទនិងព្រឹត្តិការណ៍ជាលំដាប់លំដោយទាំងអស់នេះមាននៅក្នុងបណ្ណសារស្ដីពីប្រវត្តិសាស្ត្រខ្មែររបស់ GeoCities និងប្រព័ន្ធអ៊ីនធឺណិត Yahoo បាទលោកអ្នកនាងអាចចូលទៅមើលបានបាទពាក់ព័ន្ធនឹងរឿង18 មីនា 1970មានអ្នកបកស្រាយច្រើនយ៉ាងណាខ្លះក៏ថាជារដ្ឋប្រហារដោយខ្ញុំបាទបានកត់សម្គាល់អំបញ្ញមិញថានៅមួយថ្ងៃមុនសភាបោះឆ្នោតទម្លាក់សម្ដេចក៏មានការបញ្ជូនទាហាននិងគ្រឿងអាវុធយុទ្ធោបករណ៍រួមមានរថពាសដែករថក្រោះអីហ្នឹងឲ្យទៅកំញើញប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញអ្នកខ្លះក៏ថាការបង្កើតជាសាធារណរដ្ឋខ្មែរដែលក៏សម្រេចប្រកាសនៅច្រើនខែក្រោយមកគឺនៅខែតុលា 1970 7 ខែបាទ7 ខែក្រោយទម្លាក់ស្ដេចសៀមនុហើយបានប្រកាសជាសាធារណរដ្ឋនៅក្នុងចន្លោះហ្នឹងនៅជាព្រះរាជាណាចក្រនៅឡើយនៅថ្ងៃទី5 តុលា ឆ្នាំ 1970 សភាទាំងពីរនៃស្ថាប័ននីតិបញ្ញត្តិរបស់ខ្មែរបានអនុម័តជាឯកច្ឆន្ទថានឹងយករបបសាធារណរដ្ឋមកជំនួសរបបរាជានិយមដែលបានកាន់កាប់គ្រប់គ្រងកម្ពុជាមកជាង 1000 ឆ្នាំហើយបាទនៅថ្ងៃទី9 តុលា លោកជេងហេងដែលជាប្រធានសភាផងនិងជាប្រមុខរដ្ឋស្ដីទីផង
ក៏បានប្រកាសកំណើតសាធារណរដ្ឋខ្មែរឡើងហើយការតស៊ូប្រឆាំងនឹងយួនខាងជើងនិងវៀតកុងក៏បន្តមករហូតហើយក៏ចេះតែរៀលដាលពាសពេញប្រទេសការខូចខាតក៏កាន់តែធ្ងន់ធ្ងរបាទព្រោះខាងសាធារណរដ្ឋមិនបានត្រៀមអីទេសុំអាវុធទៅខាងអាមេរិកក៏ឲ្យទាំងស្ទាក់ស្ទើរឲ្យតែអាវុធដែលសេសសល់នៅយួនខាងត្បូងហើយយួនខាងត្បូងនោះក៏មិនព្រមបកលឲ្យតែអញ្ចឹងបាទនៅទីបំផុតអាមេរិកក៏អត់ងាកមើលក្រោយបាទធ្វើឲ្យខ្មែរយ៉ាប់មែនទែនបាទអាមេរិកជួយខ្មែរមិនបានពេញដៃពេញជើងទេព្រោះរដកទ័ពចេញពីឥណ្ឌូចិនហើយយួនខាងត្បូងក៏នៅតែជាយួនកន្ទោបដដែលនឹងក្រៅពីនេះនៅក្នុងផ្ទៃក្នុងរបស់សាធារណរដ្ឋខ្មែរក៏មានអ្នកសៀហនុនិយមច្រើនទៀតបាទអញ្ចឹងទៅក៏មិនបានធ្វើការតស៊ូពេញដៃពេញជើងអ្នកដែលតស៊ូមែនទេនោះក៏តស៊ូពលីស្លាប់អស់ច្រើនរបួសច្រើនបាទតែអ្នកដែលមិនស្មោះនោះក៏មានអំពើពុករលួយនោះក៏កាន់តែពាសពេញណាស់ទៅទៀតបាទមានការបែកបាក់ចេញជាបកជាពួកអ្នកនេះមិនត្រូវនឹងអ្នកនោះអីអញ្ចឹងខ្មែររវល់តែឆ្លោះគ្នាឯងបាទអញ្ចឹងទៅក៏ចាញ់គេបាទមិនបាច់មើលឆ្ងាយទេមនុស្សអាក្រក់នោះវាមានពាសពេញប្អូនរបស់លោកសេនាប្រមុខលន់នល់គឺមេសៀលន់នន់នេះក៏ជាមនុស្សគំរក់បំផុតដែលធ្វើឲ្យសាធារណរដ្ឋខ្មែរត្រូវលិចលង់បាទត្រូវបន្ទោសព្រោះវាអាក្រក់មែនទេនឹងមុននឹងស្លាប់ទៅក៏វាធ្វើឲ្យខ្មែរខ្ទេចខ្ទីអស់មនុស្សចង្រៃនឹងវាមានច្រើនបាទអរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានលោកកថាភឿនៅ Newport News រដ្ឋ Virginia បានសរសេរកូនសម្បត្តិអ៊ីមែលមួយមកខ្ញុំបាទមានសេចក្តីដូចនេះបាទជំរាបសួរបងសវិតក្នុងទិវាថ្ងៃ18មីនាខាងមុខនេះខ្ញុំសូមបងមេត្តាជួយចាក់ចម្រៀងស្នេហាជាតិមួយបទដែលមានចំណងជើងថាជំរុំវត្តស្លែងដើម្បីរំលឹកដល់ទីកន្លែងដែលធ្លាប់ធ្វើការរួមជាមួយនឹងទាហាននៃកងពលធំថ្មើរជើងទី3ដែលមានកងពលតូចទី15 47និង51មានភារៈការពារក្រុងភ្នំពេញពីទិសខាងត្បូងឈៀងខាងលិចម្ដុំព្រៃវែងពងទឹកវត្តស្លែងរហូតដល់បែកចានសូមជូនបទនេះដើម្បីរំលឹកដល់ការតស៊ូក្រាញននាលនៃយុទ្ធជនកងពលធំថ្មើរជើងទី3ក្នុងការការពារតំបន់ទាំងអស់នេះរហូតដល់ថ្ងៃចុងក្រោយបាទសូមអរគុណបងទុកជាមុនគួរពងគួរសូមបងអនុគ្រោះពីខ្ញុំថាបាទខ្ញុំបានសន្យានឹងលោកប្អូនថានឹងរកភ្លេងមួយបទនេះមកចាក់ផ្សាយហើយក៏សូមផ្សាយចាក់ហើយក៏សូមលោកអ្នកនាងស្ដាប់ភ្លេងនេះបាទតាមការស្នើសុំរបស់លោកប្អូនដូចតទៅជនការពារទន្លេសូមដៃតាមវាប្រហាមកសូមត្រៀមចំតែមានណាជួបវិវាទត្រីទៅជំរុំមកស្លាយសន្លាយយុទ្ធជន
ជនការពារទឹកដីកំពុងចុះដៃចាំវាយប្រហាបើសូមត្រៀមចំតែមានណាបានជួមជីវ៉ាពលត្រីបែជំរុំមកថ្លៃកន្លែងយុទ្ធជនលោកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំបានជម្រាបហើយនៅពីខាងដើមថាកម្មវិធីផ្សាយវិទ្យុខ្មែរពិភពលោកថ្ងៃនេះមានរឿងច្រើនរឿងយកមកផ្សាយដូច្នេះខ្ញុំសូមអភ័យទោសដែលខ្ញុំសូមមិនលើកយកនាទីសៀវភៅខ្មែរមកបន្ថែមទៀតនៅថ្ងៃនេះចាំថ្ងៃក្រោយបាទចាំថ្ងៃក្រោយដែលមិនសូវមានអត្ថបទឬក៏សេចក្តីរាយការណ៍អ្វីហើយខ្ញុំនឹងយកសៀវភៅរឿងកំហុសអ្នកណារបស់លោកបងលាវឆេងហៀតមកអានជូនលោកអ្នកនាងស្ដាប់ជាបន្តបាននិយាយពីលោកបងលាវឆេងហៀតខ្ញុំសូមអរគុណលោកបងយ៉ាងជ្រាលជ្រៅដែលបានផ្ញើសម្បត្តិមកគាំទ្រមានសេចក្តីដូចតទៅបាទខ្លីៗលោកបងបានដាក់បច្ច័យមកនៅចន្លោះ greeting card បាទជាបានជូនពរឬស្អីហ្នឹងបាទហើយលោកទៅសេក្នុងហ្នឹងថា March 13 2017 ជំរាបមកលោកប្អូនសុវិតសូមជ្រាបខ្ញុំបានភ្ជាប់មកជាមួយនៅប្រាក់$120ដែលត្រូវជូនដល់មួយវិទ្យុខ្មែរពិភពលោក$40ពីលោកប្អូនសុវិត$40បីកញ្ញាសវណ្ណភូមិ$40ក្នុងកិច្ចពង្រីកការសិក្សានៅកន្លែងដាច់ស្រយាលសូមលោកប្អូនព្រមទាំងគ្រួសារបានសុខចម្រើនតរៀងទៅដោយក្តីរាប់អានពីខ្ញុំនិងគ្រួសារបាទសូមអរគុណបងទាំងពីរបាទដែលមេត្តាជួយមករហូតចំពោះប្រាក់ដែលថាជួយកញ្ញាសវណ្ណភូមិហ្នឹងខ្ញុំបានបញ្ជាឲ្យគេផ្ញើទៅឲ្យហើយបាទសូមអរគុណព្រះសវណ្ណភូមិក៏ជួយជាមួយនឹងកញ្ញាលុយដានីដែលថាចង់បង្រៀនភាសាអង់គ្លេសដល់សិស្សខ្មែរកូនសិស្សកូនក្មេងខ្មែរនៅតាមជនបទបាទរឿងនេះរឿងបង្រៀនភាសាអង់គ្លេសហ្នឹងយើងធ្លាប់រាយការណ៍ឲ្យលោកក្មួយ Lucky បាទញ៉ែមវិភាគីនៅញូវយ៉កលោកក៏បានទៅបើកគួរឲ្យកូនក្មេងនៅខេត្តកំពង់ចាមអញ្ចឹងណាបាទមិនដឹងទៅដល់ណាហើយទេឥឡូវនេះប៉ុន្តែគិតថាគាត់ណាលោកញ៉ាំវិភាគីលោកក្មួយវិភាគីហើយនឹងបងស្រីនៅតែបន្តធ្វើតទៅទៀតបាទគេថាមិនដឹងជាធ្វើយ៉ាងណាទើបអាចពង្រីកឲ្យคล้ายទៅជាកម្មវិធីធំដុំបានព្រោះថាដូចខ្ញុំនិយាយអញ្ចឹងការជួយនឹងវាចេះតែមានរឿងជួយមិនចេះចប់ទេស្រុកខ្មែរបាទប៉ុន្តែបើយើងមិនជួយរឿងហ្នឹងក៏វាមិនចប់ប៉ុណ្្នឹងវាត្រូវតែជួយបាទត្រូវតែជួយធ្វើឲ្យបើយើងដឹងថាអ្នកដែលទៅជួយហ្នឹងវាចាញ់បោកពួកអាខ្វាងពួកអាចង្រៃហ្នឹងតួនាទីវាត្រូវធ្វើពួកវាអត់ធ្វើបាទហើយមកពីអញ្ចឹងហើយបានជាចាំបាច់ដែលខ្មែរត្រូវតែផ្លាស់ប្ដូរពួកវានោះមិនដឹងនិយាយមិនប៉ុន្តែបើថាយើងមិនយើងជួយបន្ធូរបន្ថយសេចក្តីពិបាកឬតោកយ៉ាឬការខ្វះខាតរបស់គេក៏ធ្វើឲ្យកំហឹងហ្នឹងវាថយចុះប៉ុន្តែយើងមិនអាចធ្វើបាបគេដោយយើងមិនជួយនៅពេលដែលអាចជួយបានបាទរឿងនេះវា enigma ហ្នឹងវាជាបញ្ហាបាទជាបញ្ហាដែលត្រូវដោះស្រាយជួយក៏ខុសមិនជួយក៏ខុសបាទក្រៅពីសម្បត្តិពីលោកបងលាវឆេងហៀតហើយខ្ញុំក៏បានទទួលសម្បត្តិពីលោកសារៈសេងនិងអ្នកស្រីសុខាហូពី Wheeling Illinois រដ្ឋ Illinois តែក្នុងនោះអត់មានសរសេរអីទេលោកគ្រាន់តែផ្ញើលោកទាំងពីរផ្ញើឆែកមក
$40ដើម្បីជួយខ្មែរពិភពលោកបាទវិទ្យុខ្មែរពិភពលោកសូមអរគុណអ្នកទាំងពីរបាទដែលជួយមកបាទខ្ញុំសូមអរគុណលោកអ្នកទាំងពីរយ៉ាងជ្រាលជ្រៅបាទដែលជួយវិទ្យុខ្មែរពិភពលោកយើងហើយនៅមានfan របស់វិទ្យុយើងម្នាក់ទៀតគឺលោកម៉ៅថាពីអូកឡែនប្រទេស New Zealand ផងដែរដែលលោកបានសរសេរ email មកប្រាប់ខ្ញុំដូចនេះបាទវិក័យប័ត្រនៃការផ្ញើប្រាក់ខ្ញុំបាទសូមគោរពនិងជម្រាបសួរលោកពូខ្ញុំបាទម៉ៅថាបានវង្វេងវង្វិនច្រឡំថ្ងៃទៅហើយលោកពូអើយលើកមុនខំអួតអាងថានឹងជួយវិទ្យុយើងមួយខែម្ដងតែគួរឲ្យស្ដាយខែមុនបានផ្ញើជូនលោកពូនៅថ្ងៃ13ហើយខែនេះបែរជាយឺតយ៉ាវរហូតដល់ថ្ងៃ10ឯណោះទៅវិញជួនកាលជំងឺភ្លេចភ្លាំងមិនអាចឲ្យយើងធ្វើជាមនុស្សត្រឹមត្រូវម្នាក់ទេបាទសូមលោកពូអធិស្ឋានផងសូមជម្រាបលាខ្ញុំបាទម៉ៅថាអូកឡែន New Zealand មិនចាំបាច់សុំទោសអីទេជួយមកហើយអរគុណបាទយឺតអីបន្តិចបន្តួចមិនអីទេបាទលោកមួយមកថាបានផ្ញើប្រាក់មកតាម PayPal $100បាទ$100 US សូមអរគុណយ៉ាងខ្លាំងចិត្តល្អបាទជួយគ្រប់គ្រងវិទ្យុយើងមកតាមពាក្យសន្យាបាទខ្ញុំក៏មានក្មួយស្រីម្នាក់ដែលជាកូនរបស់បងប្រុសខ្ញុំរស់នៅអូកឡែនរដ្ឋ New Zealand នៅដែរនាងឈ្មោះអ៊ុចសវិនបាទអ៊ុចសវិនក្មួយរបស់សវិតនាងមានកូនមានចៅខ្លាយទៅជាម៉ៅរីអស់ទៅហើយយ៉ាងណាក៏ដែរសូមឲ្យទាំងអស់គ្នាសុខសប្បាយបាទសុខសប្បាយសុខភាពល្អបាទថ្ងៃនេះនៅមាន fan សំខាន់របស់វិទ្យុខ្មែរពិភពលោកម្នាក់ទៀតដែលក៏មានត្រកូលដូចគ្នានឹងក្មួយស្រីខ្ញុំដែរគឺលោកអ៊ុចប៊ុនណាបាទលោកអ៊ុចប៊ុនណាពីចាក់អង្រែក្រោមក្រុងភ្នំពេញលោកបានជួយវិទ្យុយើងមករហូតជាច្រើនឆ្នាំមកហើយថ្ងៃនេះលោកបានផ្ញើ$100មកជួយសម្រាប់ខែ9គឺខែកញ្ញារហូតដល់ខែមករាហើយលោកថានៅខែ2ខែ3ហ្នឹងសូមជម្រាបសិនបាទមិនអីទេសូមអរគុណលោកយ៉ាងខ្លាំងលោកជួយមកមិនដែលខកខាន6-7ឆ្នាំមកហើយសូមកុំគិតថាជំពាក់ជំពិនអីខ្ញុំបាទមានអ្នកដែលជំពាក់គឺខ្ញុំមិនទេទេបាទដែលជំពាក់គុណរបស់លោកអ្នកនាងដែលស្ដាប់វិទ្យុយើងបាទសូមអរគុណជាពន្លឹកអរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំបាទសូមជំពាក់រឿង Water Cure គឺការទទួលទានទឹកជាថ្នាំព្យាបាលជំងឺបានជាច្រើនយ៉ាងនោះមួយថ្ងៃទៀតសិនទៅចុះបាទពេលវេលាវាលឿននេះលឿនអង្គុយមើលនេះមើលនោះលើ Facebook តែបន្តិចក៏លេខមើលនាឡិកាម្ដងទៀតម៉ោង6ភ្លឺដែរដូច្នេះសូមជម្រាបលាបាទចាំថ្ងៃក្រោយជួបគ្នាទៀតបាយបាយ